ការគឺត្រីកំងឬក៏ហៅថាត្រីចំហុយហ្នឹងណាសម្រាប់ត្រីហ្នឹងគឺខ្ញុំប្រើតែ2ក្បាលទេយើងយកវាមកលាងទឹកលាងអីសិនហើយគឺយើងយកទៅចៀនហើយត្រីហ្នឹងយើងទិញយកអាណារៀងសាច់ច្រើនតិចមកណាបងប្អូនមើលអាណារៀងធំធាត់ចឹងមកសម្រាប់ការចៀនហ្នឹងគឺចៀនឲ្យវាឡើងក្រៀមទាំងសងខាងហ្មងព្រោះអីអានេះយើងអាចទិញមកឲ្យដាក់វាទាំងទទេចឹងហ្មងបានទេគ្រឿងផ្សំបន្តមកទៀតយើងមានខ្ទឹមសខ្ទឹមក្រហមម្ទេសហើយសម្រាប់អាធំនេះគឺម្ទេសម៉ាឡេបងប្អូនអាហ្នឹងហោតិចទេបងប្អូនដាក់ក៏បានអត់ក៏បានគ្រាន់តែថាយើងដាក់ចឹងទៅធ្វើឲ្យមានក្លិនឈ្ងុយពណ៌កាន់តែស្អាតចឹងទៅហើយគ្រឿងទាំងអស់ហ្នឹងខ្ញុំហាន់វាជាកង់រាងខ្លីៗអញ្ចឹងដើម្បីយើងងាយស្រួលយកទៅលេងទៅគឺវាឆាប់ឡើងសបកាឡាតសម្រាប់ត្រប់ពុតញ៉ាំបងប្អូនចង់ដាក់ក៏បានអត់ក៏បានដែរអានេះដាក់ទៅគឺរសជាតិរបស់វាកាន់តែឆ្ងាញ់អត់មានល្វីងអត់មានអីទេប៉ុន្តែបើសិនជាបងប្អូនណាអត់ចេះញ៉ាំត្រប់ហ្នឹងមិនបាច់ដាក់ក៏អត់អីដែរហើយសម្រាប់ការលេងហ្នឹងយើងអត់មានប្រើទឹកប្រើប្រេងឆាអីទេលេងប្រហែលជាខ្ទង់ 4-5 នាទីអីទៅវាចាប់ផ្ដើមឡើងសបកាឡាតអញ្ចឹងហីបន្ទាប់ពីហ្នឹងមកយើងយកវាមកបុកឲ្យបានម៉ត់ល្អហ្មងហើយយើងបន្ថែមប្រហុកឆៅសម្រាប់ប្រហុកនេះខ្ញុំប្រើ 4-5 កន្ទុយមកយើងលាងវាពីទឹកឲ្យជ្រះអំបិលជ្រះអីសិនមកចាំយើងច្រាំឲ្យម៉ត់ចូលមកដាក់ចូលជាមួយគ្នាបន្ទាប់មកខ្ញុំបន្ថែមប៊ីចេង1ស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាបាយហើយច្របាច់ក្រូចឆ្មាចូលមកសម្រាប់ក្រូចឆ្មានេះក៏ខ្ញុំដាក់ចំនួនមួយផ្លែហ្មងបងប្អូនប៉ុន្តែបើសិនជាបងប្អូនណាដែលអត់សូវចេះជូរទេអាចដាក់ត្រឹមមួយចំណិត2ចំណិតសិនក៏បានចាំយើងភ្លក់មើលហើយបងប្អូនអាចថែមថយតាមនឹងទៅសម្រាប់នេះបងប្អូនចង់ភ្លក់មើលមុនឬក៏ចាំដាក់ត្រីហើយចាំភ្លក់ក៏បានដែរព្រោះអីត្រីកំងឬក៏ត្រីចំហុយហ្នឹងវាមានរសជាតិរាងប្រៃឡំតិចក្នុងនឹងដែរសម្រាប់ត្រីយើងបេះយកឆ្អឹងយកអីចេញឲ្យអស់មកបងប្អូនកុំឲ្យវាមានឆ្អឹងមានអីអញ្ចឹងណាញ៉ាំប៉ះឆ្អឹងទៅអាចស្លាក់កអីអញ្ចឹងទៅបន្ទាប់ពីយើងបេះឆ្អឹងត្រីរួចរាល់ហើយយើងយកវាមកដាក់ចូលជាមួយគ្នាហើយបុកចូលជាមួយនឹងគ្រឿងក្រៅប្រហុកអីហ្នឹងហើយយើងយកស្លាបព្រាច្បល់វាចុះឡើងទៀតមកដើម្បីឲ្យវាចូលជាសព្វល្អហើយសម្រាប់សាច់ត្រីហ្នឹងបងប្អូនចង់បុកឲ្យម៉ត់ក៏បានឬក៏សាច់ត្រីនៅរាងដុំក៏បានដែរអានេះវាស្តៀងទឹកគ្រឿងដែរបងប្អូនគ្រាន់តែថាទឹកគ្រឿងគេប្រើអំពិលទុំមានទឹកមានអីអញ្ចឹងទៅតោះពេលយើងកូរច្បល់វាចូលជាតិមកល្មមហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំរសជាតិគឺមកល្មមហើយបងប្អូនខ្ញុំអត់មានថែមថយអីទៀតទេហើយរសជាតិនេះក៏ខ្ញុំអត់យកប្រៃខ្លាំងទេណាបងប្អូនខ្ញុំយករាងប្រៃមកល្មមជូរ